បងណាខ្លះចង់ទិញអាវ៉ាន់មកពីចិនតម្លៃដើមហើយសេវាកម្មដឹកជញ្ជូនលឿនរហ័សហើយសម្រាប់ការបញ្ជាទិញវិញគឺមានភាពងាយស្រួលអត់សាំញ៉ាំមកបងហើយព្រមទាំងមានការធានាលើតំណែងបងទៀតឥឡូវបងគ្រាន់តែចូល Play Store ឬក៏ App Store ក្នុងទូរស័ព្ទដៃបងហ្នឹងវាយពាក្យ Loader បងនឹងឃើញ app មួយប៉ាត់ក្រូចនៅមុខគេហ្នឹងបងចុច download app ហ្នឹងហើយបងចុច open ណាពេលដែលបងចុច open ហើយវានឹងនាំបងមកដល់ត្រង់កន្លែងនេះបងត្រង់កន្លែងនេះដែរគឺជាកន្លែងគេរើសភាសាអញ្ចឹងបងចុចយកកម្ពុជាមកហើយបងចុចយកកម្ពុជាម្ដងទៀតហើយបងចុច confirm ហ្នឹងមកបងពេលដែលបងកំណត់ភាសារួចរាល់ app បងនឹងចេញជាអក្សរខ្មែរបែបនេះបងចុចចូលត្រង់កន្លែងខ្ញុំហើយបងចុចកន្លែងចុចឈ្មោះដើម្បីបង្កើត account loader បងមកដល់ត្រង់កន្លែងនេះបងជួយវាយលេខទូរស័ព្ទបងត្រង់ផ្នែកខាងលើហ្នឹងបងពេលដែលបងវាយហើយបងចុចទទួលកូដទៀងទាត់ដើម្បីឲ្យក្រុមហ៊ុន loader ផ្ញើលេខកូដ6ខ្ទង់ចូល SMS បងត្រង់កន្លែងគេដាក់ថាអ្នកលក់នេះគឺសំខាន់មែនតើមកជួយ select ឲ្យអស់ចុះក្រោមបន្តិចដើម្បីរកពាក្យថា SR003 ដើម្បីទទួលបាន promotion ថ្មីពីខាងប្អូនរួមទាំង free ដឹកទៀតបងពេលដែលបង select រួចរាល់ហើយទទួលបានកូដទៀងទាត់ហើយបងយកទៅពេញហើយបងចុចត្រង់កន្លែងចុះឈ្មោះបងដឹងមកបងឃើញបែបនេះគឺបងបង្កើត account loader បងបានសម្រេចណាបងអញ្ចឹងកុំឲ្យខាតពេលយូរមករៀនបញ្ជាទិញទាំងអស់គ្នាបងគ្រាន់តែចុចកន្លែងកាមេរ៉ានេះបងហើយចុចបើករូបភាពដែលបងចង់ដាក់ទិញហ្នឹងបងអញ្ចឹងមិនថាបងចង់បានសម្លៀកបំពាក់គ្រឿងអេឡិចត្រូនិកឧបករណ៍ប្រើប្រាស់អីទេបងគឺមានទៅក្នុងនឹងទាំងអស់តែឥឡូវនេះគឺខាងបងចង់បានកញ្ចក់នេះមួយបងអញ្ចឹងពេលបងរកឃើញអាវ៉ាន់បងចង់ទិញហើយបងចុចបន្ថែមទៅរតេសហើយកំណត់ចំនួនដែលបងចង់ទិញពេលដែលកំណត់រួចរាល់បងចុចពាក្យថាបញ្ជាបងពេលដែលបងចុចបញ្ជាហើយបងចុចត្រង់កន្លែងរូបរតេសនេះហើយបងចុចដាក់ស្នានៅអាវ៉ាន់ដែលបងចង់ទិញនឹងបងអញ្ចឹងពេលដែលបងចុចដាក់ស្នានោះគឺគេតម្រូវឲ្យបងពេញទីលំនៅឋានបងអញ្ចឹងមានដូចជាឈ្មោះលេខទំនាក់ទំនងហើយជាមួយទីលំនៅជាក់លាក់បងអញ្ចឹងបងនៅតាមខេត្តបងអាចដាក់នៅតាមខេត្តបានកាំបងនៅទីក្រុងភ្នំពេញអញ្ចឹងនៅជិតសវណ្ណាកាំបងដាក់សវណ្ណាហើយត្រង់កន្លែងនេះដែរគឺរើសឃ្លាំងនៅជិតទីតាំងបងឃ្លាំងសម្រាប់ទុកអាវ៉ាន់ណាអញ្ចឹងកាំបងនៅភ្នំពេញអញ្ចឹងកាំបងដាក់រាជធានីភ្នំពេញហើយសម្រាប់ឃ្លាំងដកអាវ៉ាន់កាំបងដាក់នៅសវណ្ណាបងអញ្ចឹងបងនៅតាមខេត្តបងអាចជ្រើសរើសទីរួមខេត្តបងឬក៏ទីតាំងឃ្លាំងណាដែលនៅជិតទីតាំងបងបំផុតបងអាច select យកមួយនឹងបានហើយបងចុចពាក្យថាកំណត់អញ្ចឹងពេលដែលបងពេញព័ត៌មានរួចរាល់ហើយបងចុចពាក្យដាក់ស្នាហើយបងចុចបញ្ចូលទឹកប្រាក់ភ្លាមដើម្បីបញ្ចូលទឹកប្រាក់ទិញអាវ៉ាន់ខាងលើហ្នឹងហើយបងចុចត្រង់កន្លែងនេះដើម្បីកំណត់ទឹកប្រាក់ចំនួនដែលបងចង់ដាក់បញ្ចូលអញ្ចឹងបងកាលបងចង់ដាក់បញ្ចូល$1ហើយបងចុចពាក្យថាបញ្ចូលទឹកប្រាក់ទៅអញ្ចឹងស្រាប់ជម្រើសក្នុងការបញ្ចូលនោះគឺមានច្រើនបងអញ្ចឹងកាលបងមាន APA កាលបង select យក APAចឹងខាងបងបានបញ្ចូលទឹកប្រាក់រួចរាល់ណាបងឥឡូវចុចចេញមកក្រៅហើយរកពាក្យថាបងទៅញម៉លហើយបងចុចចូលកន្លែងហ្នឹងមកពេលដែលបងចុចចូលទៅបងនឹងឃើញអាវ៉ាន់ដែលបងចង់ដាក់ទិញហើយបងចុចពាក្យបងហើយមកដល់ត្រង់កន្លែងនេះដែរបងវាយលេខសម្ងាត់បងណាបងបើបងអត់ចាំលេខសម្ងាត់ទេបងចុចផ្លាស់ប្ដូរពាក្យសម្ងាត់បានណាតែបើបងចាំបងវាយដូចខាងបងអញ្ចឹងណាពេលដែលវាយមកគឺបានបងរួចរាល់បងហើយនឹងលោតអក្សរបែបនេះហើយត្រង់កន្លែងហ្នឹងដែរគឺជាកន្លែងតាមដានអាវ៉ាន់ណាបងអញ្ចឹងពេលដែលត្រង់កន្លែងហ្នឹងគេដាក់ថានៅឃ្លាំងក្នុងស្រុកគឺបានមកដល់ហើយអាវ៉ាន់បងអញ្ចឹងបងតាមដានត្រង់កន្លែងហ្នឹង